ឈាមស្រែកស្បែកហៅជុំមិនភ្លេចកុកតែកុកតែងតែភ្លេចជុងហើយជាក់ស្ដែងឃាតករវ័យក្មេងចំនួន3នាក់ដែលបានរំលោភសម្លាប់នារីម្នាក់កាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2012ស្ថិតនៅក្នុងភូមិឃុំស្រុកបារាយខេត្តកំពង់ធំក្រោយពីធ្វើសកម្មភាពរំលោភសម្លាប់ជនរងគ្រោះរួចមកឃាតករទាំង3នាក់ក៏បានចែកផ្លូវគ្នារត់គេចខ្លួនព្រាត់ប្រាសតាមទំនាយដែលបានប្រព្រឹត្តទុកឃាតករទាំង3នាក់បានក្រោយពីធ្វើសកម្មភាពកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2012នាវេលាម៉ោង11:00នាទីនៅចំតំបន់ខាងក្រោយព្រៃតាអែនស្ថិតនៅចំការស្វាយចន្ទីភូមិមន្ទីរចាស់ឃុំថ្នោតជុំស្រុកបារាយខេត្តកំពង់ធំជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឈុំសៀនភេទស្រីអាយុ24ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើខណៈពេលដែលជនរងគ្រោះទៅច្រូតស្រូវយកមកបុកអំបុកក៏ត្រូវបានជនល្មើបកាមទាំង3នាក់ចាប់រំលោភសម្លាប់យកទៅបោះចោលក្នុងថ្លុកក្របីទាំងរាងកាយអាក្រាតក្រោយមកត្រូវសមត្ថកិច្ចនៃអធិការស្រុកបារាយដឹកនាំកងកម្លាំងព័ទ្ធចាប់បានម្នាក់ក្រោយពីធ្វើសកម្មភាពការស៊ើបអង្កេតដោយបានយោងតាមសាក្សីមួយចំនួនដែលបានឃើញហេតុការណ៍ខណៈពេលដែលសាក្សីឡើងថ្នោតក្បែរនោះបានឃើញហេតុការណ៍និងសាក្សីផ្ទាល់មាត់2នាក់ទៀតបានឃើញទស្សនវិជ្ជាខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពទៅលើជនរងគ្រោះក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីផាន់សុផេងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោយមានការចូលរួមពីមន្ត្រីកងកម្លាំងសមត្ថកិច្ចរាជអាវុធហត្ថនិងប្រជាពលរដ្ឋទើបក្របួចបានឃាតករម្នាក់ឈ្មោះតាំងចាន់នីភេទប្រុសអាយុ17ឆ្នាំត្រូវបានឃាត់ខ្លួនតាមដីកាអមសាលាដំបងខេត្តកំពង់ធំកាលពីវេលាម៉ោង2:07នាទីយប់ឈានចូលថ្ងៃទី4ខែមករាឆ្នាំ2013នៅផ្ទះរបស់ជនសង្ស័យបន្ទាប់មកសមត្ថកិច្ចឃាត់ខ្លួនឃាតករម្នាក់ទៀតតាមដីការបស់លោកសិទ្ធវណ្ណៈចៅក្រមស៊ើបសួររបស់សាលាដំបងខេត្តកំពង់ធំឃាតករចិត្តឆៅទី2ឈ្មោះលុនឈឿនហៅខ្មៅភេទប្រុសអាយុ17ឆ្នាំរស់នៅក្នុងភូមិសំរោងឃុំចុងដូងស្រុកបារាយខេត្តកំពង់ធំរីឯម្នាក់ទៀតបានរត់គេចខ្លួនទើបតែមកដល់ថ្ងៃនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសហការគ្នាជាមួយនឹងស្នងការដ្ឋាននគរបាលខេត្តកំពតចាប់បានជនដៃដល់ម្នាក់ទៀតដែលជាជនជាប់ចោទរំលោភសម្លាប់ទី3ដែលមានឈ្មោះអោក្រឹមភេទប្រុសអាយុ17ឆ្នាំដូចគ្នាកាលពីថ្ងៃទី5ខែមីនាឆ្នាំ2013ស្ថិតនៅក្នុងភូមិស្នាយអញ្ចិនឃុំស្នាយអញ្ចិនស្រុកជុំគិរីខេត្តកំពតនៅផ្ទះរបស់ស្រីស្នេហ៍ដែលបំរុងរៀបការថ្ងៃទី8ខែមីនាក៏ត្រូវបានមន្ត្រីសមត្ថកិច្ចក្របួចបានតែម្ដងក្រោយមកក៏បានសហការគ្នាជាមួយនឹងស្នងការខេត្តកំពង់ធំចាប់បានបញ្ជូនមកខេត្តកំពង់ធំដើម្បីផ្ដន់ទោសទៅតាមផ្លូវច្បាប់បើតាមការដឹងពីលោកគង់សុខលនាយកការិយាល័យព្រំប្រទានកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពតក៏បានឲ្យដឹងថាជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពដែលមានគ្នា3នាក់រួចមកដោយការរំលោភសម្លាប់ទី1ឈ្មោះតាំងចាន់នីទី2ឈ្មោះលុនឈឿនទី3ឈ្មោះអោក្រឹមក្រោយពីរំលោភសម្រាប់ស្ត្រីម្នាក់ដែលមានចរិតមិនសមប្រកបជនសង្ស័យទាំង3នាក់ត្រូវចាប់ខ្លួននៅក្នុងខេត្តកំពង់ធំចំណែកឯជនសង្ស័យឈ្មោះអោក្រឹមបានរត់គេចខ្លួនមកធ្វើការរោងចក្រនៅក្នុងរាជធានីភ្នំពេញក្រោយមកក៏បានធ្វើការចាប់ចិត្តដិតអារម្មណ៍ជាមួយនឹងស្ត្រីរោងចក្រដូចគ្នាហើយក៏ជាប់ជំពាក់ចិត្តចូលស្ដីដណ្ដឹងតាមប្រពៃណីគ្រោងនឹងចូលរៀបការនិងរោងការគ្រោងនឹងចូលរោងការនៅថ្ងៃទី8ខែមីនាឆ្នាំ2013ក៏ស្រាប់តែត្រូវថ្ងៃទី5មីនាក៏ត្រូវបានសមត្ថកិច្ចក្របួចបាននៅផ្ទះស្រីស្នេហ៍តែម្ដងទៅ